ចឹងអ្នកទាំងអស់គ្នាដែលស្គាល់ពីភាពខុសគ្នារវាង answer ហើយនិង reply អត់ចំពោះ answer mean is usually a direct response to a question គឺមានន័យថាយើងប្រើប្រាស់ answer ហ្នឹងដើម្បីឆ្លើយទៅនឹងសំណួរដែលគេសួរមកយើងផ្ទាល់ឧទាហរណ៍ what is 5 plus 5តើ5បូក5ស្មើប៉ុន្មានអញ្ចឹងយើង answer មានន័យថាយើងឆ្លើយទៅនឹងសំណួរហ្នឹងដោយនិយាយថា10មានន័យថា5បូក5ហ្នឹងគឺ10នេះគឺជាចម្លើយរបស់យើងអញ្ចឹងនៅពេលដែលគេសួរយើងសំណួរចំផ្ទាល់ហ្នឹងយើងត្រូវឆ្លើយហ្នឹងគឺគេហៅថា answer ចំពោះ reply វិញ is the response to a message email or statement មានន័យថាគឺជាការឆ្លើយតបទៅនឹងសារ email ឬក៏ការនិយាយគ្នាទូទៅក៏បានដែរអញ្ចឹងតើយើងមកមើលឧទាហរណ៍ទាំងអស់គ្នា I'm heading to the store now អញ្ចឹង clear នេះអាចថាឧទាហរណ៍មនុស្សពីរនាក់កំពុងតែនិយាយគ្នាអញ្ចឹងគាត់បាននិយាយប្រាប់ថាគាត់នឹងទៅហាងឥឡូវហ្នឹងហើយអញ្ចឹងមនុស្សម្នាក់ទៀតគាត់ reply ថា okay see you later អញ្ចឹងការ reply ហ្នឹងគឺគាត់ឆ្លើយតបទៅនឹង statement ខាងលើនេះដែលគាត់បាននិយាយថា okay ជួបអ្នកនៅពេលក្រោយអញ្ចឹងហ្នឹងគឺឧទាហរណ៍មួយតែឧទាហរណ៍មួយទៀតក៏អាចបានថាគាត់ហ្នឹងមនុស្សពីរនាក់តែគាត់បានឆាតទៅគ្នាដែលគាត់ send message ថា I'm heading to the store now អញ្ចឹងយើងអាច reply អញ្ចឹងបានអញ្ចឹង reply ហ្នឹងគឺជាការឆ្លើយតបទៅនឹងសារឬក៏ការនិយាយគ្នាទូទៅឬក៏ email ជាដើមសរុបមកវិញ answer គឺជាការឆ្លើយទៅនឹងសំណួររីឯ reply គឺជាការតបទៅនឹងអ្វីដែលគេបាននិយាយឧទាហរណ៍សារឬក៏ email ជាដើមអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាចសាកប្រើ answer ឬក៏ reply ហ្នឹងនៅក្នុង comment បាន Goodbye everyone